và group chuẩn bị số bụng mài bong ôn thằng ọt nế ngày đi trong bênประเทศบอดทำไมมวยเตี้ยคือแตะตรงจะมวยทั้งสันติสัญญาบารางเสียมชนะมวยปอนปรำบุญรอยปรำใบให้การปีวิดีโอปีม้นคือยมบานใจเลยจะไปดังประวัติศาสตร์นี่แตะตรงจะมวยทั้งสันติสัญญาบารางเสียมชนะมวยปอนปรำบุญรอยบุญดังสันติสัญญาบารางเสียมชนะมวยปอนปรำบุญรอยปรำปีจังประเทศบอดทำไมมวยนี้คือแตะตรงมวยสันติสัญญาบารางเสียมชนะมวยปอนปรำบุญรอยปรำใบให้มนหนึ่งจับดาวดำนากาในกาคือวิดีโอมือนี้ขนมบาทก็ส่งกรุ๊ปไลม์นอคนดอลพวกไม้บองโอนมือจำนวนได้ลูกบาทดอลเนื้อถาวิกาไตตัวโดยแสดงติดตามกำลังเราบอกพวกไม้บองโอนดามใบบานเจียกาเลือกตึกจัดดอลกาคือวิดีโอใจรวมเล็กเนื้อจำได้ดังประวัติศาสตร์อาซอซาหนึ่งวัดปฐตูเตอร์ให้สังคมพาพวกไม้บองโอนvà nâng chuốiดอลในถาวิกาไตตัวติดตามอัดเชียร์ไซดามใบอ้อยขนมบาทvà បានជាកម្លាំងចិត្តក្នុងការធ្វើវីដេអូចែករំលែកនៅចំណេះដឹងប្រវត្តិសាស្ត្រអក្សរសាស្ត្រនិងវប្បធម៌ទូទៅជាបន្តទៀតបាទអញ្ចឹងកុំឲ្យយូរសូមគោរពអញ្ជើញពុកម៉ែបងប្អូនទាំងអស់គ្នាមកចូលរួមជាមួយខ្ញុំបាទទាំងអស់គ្នាហើយប្រសិនបើមានការលើសលួសខ្វះខាតសូមជួយបំពេញបន្ថែមទៅតាមអធិស្ឋានបាទហើយនៅក្នុងប្រធានបទសន្ធិសញ្ញាបារាំងសៀមឆ្នាំ1908នេះខ្ញុំបាទចែកចេញជា4ចំណុចបាទចំណុចទី1ទី2ទី3និងទី4នេះឥឡូវយើងចូលដល់ចំណុចទី1គឺនិយមន័យតើអ្វីទៅជាសន្ធិសញ្ញាបារាំងសៀមឆ្នាំ1908សន្ធិសញ្ញាបារាំងសៀមឆ្នាំ1908គឺជាកិច្ចព្រមព្រៀងរវាងអាណាព្យាបាលបារាំងនិងសៀមក្នុងការគូសផែនទីដងរែកដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនជាក់លាក់មួយរវាងខ្មែរនិងសៀមដោយផ្អែកលើសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904និងឆ្នាំ1907នេះគឺជានិយមន័យបាទដែលខ្ញុំបានរៀបចំបាទរៀបរៀងឡើងតាមរយៈការពឹងផ្អែកលើឯកសារប្រវត្តិសាស្ត្រមួយចំនួនដើម្បីយកមកធ្វើការសិក្សាស្រាវជ្រាវគូផ្គងគ្នារកចំណុចបាទដែលស៊ីគ្នាយកជាការបានបាទអញ្ចឹងពុកម៉ែបងប្អូនប្រសិនបើស្ដាប់ខ្ញុំមិនសូវបានអីពុកម៉ែបងប្អូនអាចមើលតាមរយៈអក្សរដែលខ្ញុំសេលើក្តារខៀនហើយប្រសិនបើខុសនៅអក្សរាវិរុទ្ធក៏សូមជួយបំពេញបន្ថែមទៅតាមអធិស្ឋានអញ្ចឹងខ្ញុំសារឡើងវិញថាសន្ធិសញ្ញាបារាំងសៀមឆ្នាំ1908នេះគឺជាកិច្ចព្រមព្រៀងរវាងអាណាព្យាបាលបារាំងដែលលោកបានតាំងអាណាព្យាបាលរបស់ខ្លួនមកលើប្រទេសកម្ពុជាយើងក៏ដូចជាទៅលើវៀតណាមទៅលើឡាវបាទដែលយើងហៅថាឥណ្ឌូចិនហើយតាក់ទងជាមួយនឹងខ្មែរយើងនេះគឺបារាំងលោកបានរៀបចំនៅសន្ធិសញ្ញាចំនួន3គឺសន្ធិសញ្ញាឆ្នាំ1904ឆ្នាំ1907និងឆ្នាំ1908នេះហើយសន្ធិសញ្ញាបារាំងសៀមឆ្នាំ1908នេះគឺពឹងផ្អែកទៅលើសន្ធិសញ្ញា2ខាងដើមគឺ1904និង1907នេះដើម្បីបែងចែកខណ្ឌសីមារវាងព្រះរាជាណាចក្រខ្មែរជាមួយនឹងព្រះរាជាណាចក្រសៀមបាទដែលមានបារាំងលោកជាអាណាព្យាបាលរបស់កម្ពុជាយើងចំណុចទី2គឺនិយាយអំពីដំណាក់កាលនៃការប្រព្រឹត្តទៅតើសន្ធិសញ្ញាបារាំងសៀមឆ្នាំ1908នេះបាទមានដំណាក់កាលប្រព្រឹត្តទៅយ៉ាងដូចម្ដេចនៅក្នុងចំណុចទី2នេះខ្ញុំបានបែងចែកជាច្រើនចំណុចដូចតទៅនេះបាទចំណុចទី1គឺនៅថ្ងៃ13កុម្ភៈឆ្នាំ1904នេះបាទ13កុម្ភៈឆ្នាំ1904កំណត់ខ្សែបន្ទាត់ព្រំដែនដោយផ្អែកលើខ្សែអង្កត់ទឹកធំនៃជួរភ្នំដងរែករវាងបារាំងនិងសៀមបាទហើយតាក់ទងជាមួយនឹងខ្សែអង្កត់ទឹកធំនេះខ្ញុំបាទសូមមិនបញ្ជាក់ម្ដងទៀតទេប្រសិនបើពុកម៉ែបងប្អូនឆ្ងល់ទៅលើខ្សែអង្កត់ទឹកធំនៃជួរភ្នំដងរែកនេះពុកម៉ែបងប្អូនមកមើលនៅក្នុងប្រធានបទសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904នេះបាទពុកម៉ែបងប្អូនថយទៅក្រោយជួបវីដេអូហ្នឹងហើយដែលខ្ញុំបានបង្ហាញជូនបាទចំណុចទី2
nơi khai mẹ cả năm 1905 คณะกรรมการចម្រុះត្រូវបានបង្កើតឡើងនិងបានរៀបចំប្រជុំជាលើកដំបូងចឹងនេះជាដំណាក់កាលបន្តបន្ទាប់គឺមានឆ្នាំ 1904 ឆ្នាំ 1905 ហើយឆ្នាំ 1905 គឺបង្កើតគណៈកម្មការចម្រុះបាទនឹងបើកការប្រជុំជាលើកដំបូងបាទនៅខែមករាឆ្នាំ 1905 បាទនៅថ្ងៃទី2ធ្នូឆ្នាំ 1906 គណៈកម្មការបានប្រគល់ភារកិច្ចជូនបាទអនុសេនីយ៍ឯកបាទលោកឈ្មោះបាទអនុសេនីយ៍ឯកនិងសហការីចុះវាស់វែងតំបន់ខាងកើតនៃជួរភ្នំដងរែកដែលមានប្រាសាទព្រះវិហារស្ថិតនៅទីនោះបាទស្ថិតនៅទីនោះចឹងកន្លែងចំណុចនេះខ្ញុំបាទសូមបញ្ជាក់ជូននៅថ្ងៃទី2ធ្នូឆ្នាំ 1906 នេះបាទគណៈកម្មការបានប្រគល់ភារកិច្ចជូនចំពោះលោកអនុសេនីយ៍ឯកនិងសហការីដើម្បីធ្វើការវាស់វែងបាទដែលធ្វើការវាស់វែងនៅតំបន់ខាងកើតនៃជួរភ្នំដងរែកដែលនៅទីនោះគឺមានប្រាសាទព្រះវិហារស្ថិតនៅបាទស្ថិតនៅបាទទីទៀតខ្ញុំនឹងបញ្ជាក់ជូនចំណុចនេះបន្តទៀតឥឡូវយើងកុំឲ្យខាតពេលយូរមកកាន់ចំណុចបន្តទៀតនៅចុងខែមករាឆ្នាំ 1907 បាទក្នុងចុងខែមករាឆ្នាំ 1907 ការចុះវាស់វែងធ្វើបានរួចរាល់ជាស្ថាពរមានន័យថាវាស់វែងដើម្បីបែងចែកតំបន់ខណ្ឌសីមាព្រំដែនរវាងព្រះជាណាចក្រកម្ពុជាជាមួយព្រះជាណាចក្រសៀមដើម្បីឲ្យដឹងច្បាស់ថាខាងណាជារបស់ខ្មែរខាងណាជារបស់សៀមបាទដែលមានបារាំងលោកជាអាណាព្យាបាលនៅឆ្នាំ 1908 បាទឆ្នាំ 1908 ផែនទីចំនួន 11 ផ្ទាំងណាផែនទីចំនួន 11 ផ្ទាំងត្រូវបានបោះពុម្ពដែលយើងឲ្យឈ្មោះថាផែនទីដងរែកបាទឲ្យឈ្មោះថាផែនទីដងរែកហើយតាក់ទងជាមួយនឹងផែនទីដងរែកក្តីតាក់ទងជាមួយនឹងកិច្ចព្រមព្រៀងឬហៅថាសន្ធិសញ្ញាបារាំងសៀមឆ្នាំ 1904 ឆ្នាំ 1907 និងឆ្នាំ 1908 នេះខ្ញុំជឿជាក់ថាបងប្អូនសិស្សានុសិស្សថ្នាក់ទី 12 ក៏ដូចជាបងប្អូននិស្សិតរៀនផ្នែកដប៉ារ៉ាម៉ង់ប្រវត្តិសាស្ត្រគឺប្រវត្តិវិទ្យានឹងប្រកាសជាដឹងយ៉ាងច្បាស់ហើយអំពីបញ្ហាទាំងអស់នេះហើយសូមបញ្ជាក់ផងដែរថាផែនទីឆ្នាំ 1908 ចំនួន 11 ផ្ទាំងនេះយើងឲ្យឈ្មោះថាផែនទីដងរែកបាទផែនទីដងរែកបាទហើយនៅក្នុងចំនួនទាំង 11 ផ្ទាំងនេះគឺមាន 6 ផ្ទាំងបាទគឺមាន 6 ផ្ទាំងពាក់ព័ន្ធនឹងការកំណត់ព្រំដែនរវាងខ្មែរនិងសៀមអញ្ចឹងមាន 6 ផ្ទាំងពុកម៉ែបងប្អូនមាន 6 ផ្ទាំងពាក់ព័ន្ធជាមួយនឹងការកំណត់ព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជាជាមួយនឹងព្រះរាជាណាចក្រសៀមផែនទីដងរែកឆ្នាំ 1908 នេះក៏បានកំណត់ព្រំដែនរវាងឥណ្ឌូចិនជាមួយនឹងសៀមផងដែរបាទឥណ្ឌូចិននេះគឺចង់សំដៅទៅលើអាណាព្យាបាលបារាំងដែលលោកបានធ្វើជាអាណាព្យាបាលលើប្រទេស 3 គឺប្រទេសកម្ពុជាប្រទេសវៀតណាមហើយនិងប្រទេសឡាវបាទហើយពីមុនយើងហៅតាមភាសាពីមុនគឺយើងហៅថាខ្មែរបាទយួនហើយនឹងលាវបាទនឹងលាវបាទអញ្ចឹងផែនទីដងរែកនេះមិនត្រឹមតែជាការកំណត់ព្រំដែនរវាងសៀមនិងខ្មែរប៉ុណ្ណោះទេក៏ប៉ុន្តែផែនទីដងរែកឆ្នាំ 1908 នេះក៏ជាការកំណត់ព្រំដែនរវាងឥណ្ឌូចិនគឺអាណាព្យាបាលបារាំងនិងសៀមផងដែរបាទនឹងសៀមផងដែរបាទចូលដល់ចំណុចទី 3 គឺប្រតិបត្តិការក្នុងការវាស់វែងអញ្ចឹងតាក់ទងជាមួយនឹងការវាស់វែងតាក់ទងជាមួយនឹងឆ្នាំ 1908 ដែលបង្កើតឲ្យទៅជាផែនទីដងរែកមាន 11 ផ្ទាំងហើយក្នុងនោះមាន 6 ផ្ទាំង
bằng hai nhóm pi ca cầm nọt rung đai rồi viên pre chia là chạ mai chia mùi đường xiêm đi táo nô na đã chia nẹ tranh thư đại bát cá nó cao vào về đi chẳng tam ai cả xa đại trong sắc xa sài chế dương sản kệt khơi thá phệ kỳ khang à chia ba bà rang cứ đồng nàng đòi ở nụ sân đây ai bà kê lê bà anh nuôi sẽ ai kê lê nâng xả ca rây bọc quạt bà trong nay ai khang phệ kỳ khmái cứ đồng nàng đòi lúc anh nuôi sẽ ai nuôi sẽ ai nâng xả ca rây bọc quạt chỗ đó trong đôi đi nhóm ba xong group thay ngầm nó côn giang chơi chơi tiêm hot nâng bằng hai nhóm pi cắt từ nhu ta thọ đó chơi chơi còn đồng đêm cho ba chia chia bọt khmai mù rú có đôi chia đầm nàng ở bong ôi chia bọt khmai tặng o xong group đăng côn giang chơi 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 ti bong hot trong pu anh nụ sấy ai bà kia lê nâng anh nụ sấy ai bà tiang hàng bà rang tiang hàng khmai dương đi đại lục ban hạ ca khné nòng ca vua ven pi khăn xây mà còn nọt prum đai rồi viên pre chia là chạ Campuchia chia môi đường xiêm hay tẹt tôn chia môi nâng anu sấy ai rồi bọc khmai dương có đôi chia anu sấy ai kê lia rồi bọc bà rang đi nhưng chưa trẻ tha phụ mai bong ôn dương hạ bay đôi chia mình xây chặt và rom mình xây bán đằng lư tê con tái phụ mai bong ôn này nè thằng pi nè đi rùm chia môi hạ ca đây bọc quạt cứ quạt khát khom vô cho tụ đại dạng khlang khla chỉ ti bom phốt nòng cá vua ven nữ khăn xây mà đại nòng nước cứ ban tiền na lọp mà vĩnh khăn xây mà nó cứ ban tiền prasadไปได้บ่เฮเอาทัดในนองได้น่ะเธอปะไตในประเทศน่ะจะกัมพูชีយើងហើយកន្លែងនេះពុកម៉ែបងប្អូនអាចមើលនៅក្នុងសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904ក្នុងបកាទី1និងបកាទី3បាទបកាទី1និងបកាទី3និយាយអំពីការអីគេពុកម៉ែបងប្អូននិយាយអំពីនេះតាក់ទងជាមួយនឹងអង្គកត់ទឹកធំនៃជួរភ្នំដងរាជនេះអញ្ចឹងកាលណានឹកដល់នឹងកត់ទឹកធំជួរភ្នំដងរាជនេះវាធ្វើឲ្យសៀមគាត់សំអាងទៅលើបកា1បកា3នៃសន្ធិសញ្ញាឆ្នាំ1904នេះម្ល៉េះហើយទើបធ្វើឲ្យគាត់ហ្នឹងបាទចេះតែចង់ចូលឆ្លៀនពែនទឹកដីប្រទេសកម្ពុជាយើងពូលគឺចង់បានប្រាសាទព្រះវិហារនេះតែម្ដងប្រាសាទព្រះវិហារនេះតែម្ដងហើយពុកម៉ែបងប្អូនណាទាំងអស់គ្នាត្រូវតែចងចាំរំលឹកនឹកគុណដល់បុព្វបុរសយើងក៏ដូចជាបុព្វបុរសបារាំងនេះដែលគាត់ជួយយើងលោកកេលេបាទលោកកេលេនិងឧត្តមសំទោសនិងអនុស្នេហ៍ឯកនេះគឺសុទ្ធតែបានខិតខំប្រឹងប្រែងជាទីបំផុតក្នុងការជួយដល់ខ្មែរយើងក្នុងការធ្វើយ៉ាងណាឲ្យប្រាសាទព្រះវិហារនេះស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាយើងបាទហើយពុកម៉ែបងប្អូនអាចរកឯកសារផ្សេងដទៃទៀតដើម្បីផ្ទៀងផ្ទាត់មើលដើម្បីឲ្យច្បាស់ថាតើអ្វីដែលខ្ញុំបានលើកឡើងនេះវាសុក្រិតដែរឬយ៉ាងណានោះបាទសង្ឃឹមថាពុកម៉ែបងប្អូនជាពិសេសបងប្អូនសិស្សានុសិស្សនិស្សិតហើយកាន់តែសំខាន់នោះគឺនិស្សិតដែលរៀនផ្នែកប្រវត្តិវិទ្យាបាទដល់ប៉ាតំងប្រវត្តិវិទ្យានឹងដឹងយ៉ាងប្រកបអំពីទស្សនវិជ្ជាប្រវត្តិសាស្ត្រនេះពិសេសតាក់ទងជាមួយប្រាសាទព្រះវិហារដែលខ្ញុំបានលើកឡើងអំពីឈ្មោះអ្នកមានគុណយើងទាំងបារាំងទាំងខ្មែរនេះគឺអនុស្នេហ៍ឯកគេលានិងសហការីរបស់គាត់តំណាងឲ្យភាគីខាងបារាំងហើយខាងភាគីខ្មែរតំណាងដោយអនុស្នេហ៍ឯកនិងសហការីរបស់គាត់អញ្ចឹងលោកទាំងពីរនាក់នេះរួមជាមួយសហការីនេះហើយដែលបានជួយយើងយ៉ាងខ្លាំងក្លាជាទីបំផុតក្នុងការធ្វើយ៉ាងណាឲ្យប្រាសាទព្រះវិហារនេះស្ថិតនៅក្នុងដែនអធិបតេយ្យនៃប្រជាណាចក្ររបស់យើងបាទកម្ពុជាយើងអញ្ចឹងខ្ញុំសូមបង្ហាញប៉ុណ្ណឹងឥឡូវយើងចូលដល់ចំណុចទី4ដែលជាចំណុចចុងក្រោយបាទនិយាយអំពីមេត្តាឋានតើសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904នេះការគូផែនទីនេះពឹងផ្អែកលើការកំណត់មេត្តាឋានយ៉ាងដូចម្ដេចអត់ខុសពីសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904និងឆ្នាំ1907ទេសន្ធិសញ្ញាបារាំងសៀមឆ្នាំ1908នេះក៏
ប្រើប្រាស់នៅផែនទីຂនាត1លើ200,000ຂនាតលើ1 200,000ហើយផែនទីអនុសញ្ញាសន្ធិសញ្ញាឆ្នាំ1908ຂនាត1លើ200,000នេះត្រូវបានបោះពុម្ពដោយក្រុមហ៊ុន Haas Barrier បាទអញ្ចឹងផែនទីຂនាត1លើ200,000ដែលយើងមានរហូតដល់11ផ្ទាំងនិង6ផ្ទាំងនិយាយអំពីកម្ពុជាសៀមនេះគឺមានຂនាត1លើ200,000ហើយបោះពុម្ពដោយក្រុមហ៊ុន Haas Barrier បាទរបស់បារាំងហើយមិនខុសពីឆ្នាំ1908នេះគឺ1904 1907ផែនទីទាំងពីរលើកនេះបូកជាមួយនឹង2010សុំទោស1908នេះក៏ຂនាត1លើ200,000ដូចគ្នាដែរហើយផែនទីនេះសូមបញ្ជាក់ថាត្រូវបានបោះពុម្ពដោយក្រុមហ៊ុន Haas Barrier បាទរបស់បារាំងបាទអញ្ចឹងអ្វីដែលខ្ញុំបានលើកឡើងទាំងចំណុចទី1ទី2ទី3ទី4រហូតដល់ចំណុចចុងក្រោយនេះបាទប្រសិនបើមានការលើសលួសខ្វះខាតដោយប្រការណាមួយក៏សូមពុកម៉ែបងប្អូនជួយបំពេញបន្ថែមជាពិសេសគឺរៀបច្បងអ្នកប្រវត្តិសាស្ត្រសូមលោកជួយបំពេញបន្ថែមទៅតាមអធិស្ឋានបាទសូមអរគុណ